ភាសិតចំពុក19ឯមនុស្សទាល់ក្រដែលដើរតាមផ្លូវទៀងត្រង់នោះវិសេសជាងមនុស្សដែលមានបបោមាត់ចកើងហើយចិត្តល្ងីល្ងើមួយទៀតការដែលចិត្តឥតមានចំណេះនោះមិនគួរគប្បីទេហើយអ្នកណាដែលរហ័សឈានទៅនោះជ្រោះផ្លូវហើយសេចក្តីចំគួតរបស់មនុស្សរមែងបង្ខូចផ្លូវខ្លួនទៅហើយអ្នកនោះក៏អន់ចិត្តចំពោះព្រះយេហូវ៉ាដែរការដែលមានទ្រព្យសម្បត្តិនោះនាំឲ្យមានមិត្តភ័ក្តិកើនឡើងតែមនុស្សក្រត្រូវពង្រត់ពីពួកមិត្តភ័ក្តិវិញសាក្សីភូតផរនឹងមិនរួចចាកទោសឡើយហើយអ្នកណាដែលពោលពាក្យកុហកក៏នឹងកិច្ចមិនរួចដែរមនុស្សជាច្រើននឹងខំយកចិត្តរបស់មនុស្សសទ្ធាហើយអ្នកណាក៏ដោយក៏ជាមិត្តសម្លាញ់នឹងអ្នកដែលចែកអំណោយទានដែរអស់ទាំងបងប្អូនរបស់អ្នកទាល់ក្រក៏ស្អប់អ្នកនោះចំណងបើមិត្តភ័ក្តិតើនឹងឃ្លាតចេញឆ្ងាយពីអ្នកនោះជាងអំបាលម៉ានទៅទៀតអ្នកនោះនឹងតាមទៅអង្វរតែគេកិច្ចបាត់ទៅអ្នកណាដែលបានប្រាជ្ញានោះជាអ្នកស្រឡាញ់ដល់ព្រលឹងខ្លួនអ្នកណាដែលរក្សាយោបល់ទុកនោះនឹងបានសេចក្តីល្អសាក្សីភូតផរនឹងមិនរួចចាកពីទោសឡើយហើយអ្នកណាដែលពោលពាក្យកុហកនឹងត្រូវវិនាសទៅការដែលអាស្រ័យនៅដោយរុងរឿងនោះមិនសមនឹងមនុស្សល្ងីល្ងើទេចំណងបើខ្ញុំកំដរដែលមានអំណាចលើអ្នកធំតើមិនសមគួរជាយ៉ាងអំបាលម៉ានទៅសតិបញ្ញារបស់មនុស្សនឹងនាំឲ្យយឺតនឹងខឹងអ្នកនោះក៏តែងមានចិត្តអដោយមិនប្រកាន់ទោសវិញសេចក្តីក្រោធនៃស្ដេចធៀបដូចជាសូរក្រហមនៃសិង្ហតែព្រះគុណទ្រង់ដូចជាទឹកសន្សើមនៅលើស្មៅវិញកូនល្ងីល្ងើជាទីអន្តរាយដល់ឪពុកហើយការដុកដាន់របស់ប្រពន្ធក៏ដូចជាទឹកស្រក់តក់មកជានិច្ចផ្ទះសម្បែងនិងទ្រព្យសម្បត្តិជាមរតកមកពីឪពុកតែប្រពន្ធដែលឆ្លៀវឆ្លាតនោះហើយជាអំណោយទានមកពីព្រះយេហូវ៉ាសេចក្តីខ្ជិលច្រអូសរមែងធ្វើឲ្យមនុស្សលក់ស្និទ្ធទៅហើយអ្នកណាដែលទទេនោះនឹងត្រូវអត់ឃ្លានអ្នកណាដែលកាន់តាមក្រឹតវិន័យនោះឈ្មោះថារក្សាប្រលឹងខ្លួនតែអ្នកណាដែលមិនប្រយ័ត្ននឹងផ្លូវប្រព្រឹត្តរបស់ខ្លួននោះនឹងត្រូវស្លាប់វិញអ្នកណាដែលមានចិត្តអាណិតចែកដល់ពួកទាល់ក្រនោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចីទ្រង់នឹងតបស្នងសងគុណអ្នកនោះវិញចូលវាយផ្ចាលកូនក្នុងកាលដែលនៅមានសង្ឃឹមឲ្យវារៀងចាលនៅឡើយមិនគួរនឹងលើកលែងចោលវាឲ្យត្រូវវិនាសទេអ្នកណាដែលមានចិត្តក្រោធជាខ្លាំងនោះនឹងត្រូវរងទោសត្បិតបើឯងជួយវាឲ្យរួចនោះនឹងត្រូវជួយតទៅទៀតចូលស្ដាប់សេចក្តីដំបូលមានហើយទទួលសេចក្តីព្រានប្រដៅចោះដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខនៅក្នុងចិត្តមនុស្សតែងមានគំនិតគិតធ្វើជាច្រើនយ៉ាងមានតែដំបូលមាននៃព្រះយេហូវ៉ាប៉ុណ្ណោះដែលនឹងស្ថិតស្ថេរនៅសេចក្តីដែលនាំឲ្យគេរកពឹងដល់មនុស្សណានោះគឺជាសេចក្តីសប្បុរសរបស់អ្នកនោះឯងហើយមនុស្សទាល់ក្ររមែងវិសេសជាងមនុស្សភូតផរសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ានោះប្រោសឲ្យមានជីវិតហើយអ្នកណាដែលមានសេចក្តីនោះនឹងនៅតែមានចិត្តស្កប់ស្កល់ជានិច្ចឥតមានសេចក្តីអាក្រក់ណាមកលើខ្លួនឡើយមនុស្សខ្ជិលច្រអូសគេលូកដៃទៅក្នុងចានហើយមិនដកមកសូម្បីតែនឹងបញ្ចុកមាត់ខ្លួនផងចូលវាយមនុស្សចំអកមើលងាយនោះមនុស្សខ្លៅល្ងង់នឹងចេះប្រយ័ត្នឡើងចូលបន្ទោសដល់អ្នកណាដែលមានយោបល់អ្នកនោះនឹងស្ដាប់បានតាមលំអានអ្នកណាដែលបំផ្លាញឪពុកខ្លួនហើយបណ្ដេញម្ដាយចេញ
នោះជាកូនដែលនាំឲ្យមានសេចក្តីខ្មាស់និងសេចក្តីដំនាលកូនអើយចូលលែងស្ដាប់តាមសេចក្តីដំបូលមានដែលនាំឲ្យវង្វេងពីផ្លូវនៃតម្រេះចេញសាក់សីកោងកាចគេចំអកមើងងាយចំពោះសេចក្តីយុត្តិធម៌ហើយមាត់របស់មនុស្សអាក្រក់ក៏ត្របាក់លេបអំពើទុច្ចរិតដែរសេចក្តីវិនិច្ឆ័យបានបំរុងជាស្រេចសម្រាប់មនុស្សចំអកហើយការវាយដោយរំពាត់ក៏សម្រាប់ខ្នងនៃមនុស្សល្ងីល្ងើសុភាសិតជំពូក20ឯស្រាទំពាំងបាយជូរជារបស់បញ្ឆោតមើលងាយហើយគ្រឿងស្រវឹងបង្កើតការលោឡាអ្នកណាដែលវង្វេងដោយគ្រឿងទាំងពីរនោះឈ្មោះថាគ្មានប្រាជ្ញាសេចក្តីស្ញែងខ្លាចរបស់ស្ដេចនោះប្រៀបដូចជាសំឡេងក្រហមនៃសិង្ហអ្នកណាដែលបណ្ដាលឲ្យទ្រង់ខ្ញាល់ឡើងនោះឈ្មោះថាធ្វើបាបដល់ជីវិតខ្លួនហើយអ្នកណាដែលមិនព្រមបៀតខ្លួនក្នុងការឆ្លោះប្រកែកគ្នានោះជាកិត្តស័ព្ទដល់ខ្លួនហើយប៉ុន្តែគ្រប់ទាំងមនុស្សល្ងីល្ងើគេចេះតែរករឿងវិញមនុស្សខ្ជិលច្រអូសមិនព្រមភ្ជួររាស់ដោយព្រោះនៅរងានៅឡើយដូច្នេះគេនឹងត្រូវសុំទានក្នុងរដូវចម្រូតហើយខ្វះខាតវិញសេចក្តីដំបូលមាននៅក្នុងចិត្តមនុស្សនោះធៀបដូចជាអណ្ដូងដ៏ជ្រៅតែមនុស្សដែលមានយោបល់គេនឹងដងឡើងបានមនុស្សស្ទើរតែទាំងអស់សុទ្ធតែជាអ្នកប្រកាសគុណរបស់ខ្លួនតើអ្នកណានឹងរកមនុស្សទៀងត្រង់សូម្បីតែម្នាក់បានមនុស្សសុចរិតគេដើរតាមផ្លូវទៀងត្រង់របស់ខ្លួនកូនចៅរបស់អ្នកនោះមានពរតរៀងទៅកាលណាស្ដេចឡើងគង់នៅទីវិនិច្ឆ័យនោះទ្រង់កម្ចាត់អស់ទាំងអំពើអាក្រក់ដោយសារព្រះនេត្រទ្រង់តើអ្នកណាអាចនឹងនិយាយបានថាខ្ញុំបានជំរះចិត្តខ្ញុំឲ្យស្អាតខ្ញុំបានបរិសុទ្ធរួចពីបាបរបស់ខ្ញុំហើយកូនចិញ្ចីងឆផ្សេងហើយរង្វល់កោងផ្សេងទាំងពីរយ៉ាងនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាសូម្បីតែកូនក្មេងក៏សម្ដែងខ្លួនដោយសារកិរិយាប្រព្រឹត្តរបស់វាដែរឲ្យដឹងថាកិរិយានោះបរិសុទ្ធហើយត្រឹមត្រូវឬយ៉ាងណាការស្ដាប់ឮដោយត្រចៀកហើយមើលឃើញដោយភ្នែកនោះគឺព្រះយេហូវ៉ាដែលសង្កេតទាំងពីរយ៉ាងកុំឲ្យល្មោបដេកក្រែងលោត្រឡប់ទៅជាក្រចូលបើកភ្នែកឡើងនោះនឹងបានអាហារឆ្អែតអ្នកដែលទិញរមែងថារបស់នេះអាក្រក់ណាស់តែកាលណាដើរហួសទៅនោះក៏អួតខ្លួនវិញមាសហើយត្បូងទទឹមមានជាបរិបូរតែបបោមាត់ដែលប្រកបដោយចំណេះនោះជាត្បូងមានតម្លៃយ៉ាងប្រសើរវិញចូលទទួលបញ្ចាំអាវរបស់អ្នកដែលធានាឲ្យមនុស្សដទៃហើយទារបស់បញ្ចាំពីអ្នកសន្យាដែលជំនួសអ្នកក្រៅចោះអាហារដែលមនុស្សណាបានដោយការចំគួតនោះរមែងឆ្ងាញ់ដល់ខ្លួនតែក្រោយមកមាត់មានពេញទៅដោយគ្រោះវិញអស់ទាំងគំនិតដែលចង់ធ្វើនោះបានសម្រេចមែនតែនដោយសារការប្រឹក្សាគ្នាហើយបើមានអ្នកណាជួយគំនិតដោយប្រាជ្ញានោះសឹមធ្វើសង្គ្រាមទៅចោះអ្នកណាដែលដើរចុះឡើងនិយាយដើមគេនោះជាអ្នកបើកសម្ដែងការលាក់កំបាំងហើយដូច្នេះកុំឲ្យភពប្រសពនឹងអ្នកណាដែលមានមាត់បបាច់បបោចឡើយអ្នកណាដែលប្រតិចផ្ដាសាឪពុកម្ដាយចង្គៀងរបស់អ្នកនោះនឹងត្រូវពន្លត់នៅក្នុងទីងងឹតសូន្យសងឯមរតកដែលដើមដំបូងបានយ៉ាងរស់រាន់នោះដល់ចុងក្រោយមិនបានពរទេកុំឲ្យថាអញនឹងសងសឹកនោះឡើយចូលរងចាំព្រះយេហូវ៉ាចោះទ្រង់នឹងជួយសង្គ្រោះឯងវិញ
កូនជញ្ជីងឆផ្សេងជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាហើយត្រាជូរខ្លែងនោះមិនល្អទេផ្លូវដើររបស់មនុស្សនោះស្រេចនៅព្រះយេហូវ៉ាដូច្នេះធ្វើដូចម្ដេចឲ្យមនុស្សយល់ផ្លូវខ្លួនបានការដែលនិយាយឥតបើគិតថានេះជាដង្វាយថ្វាយព្រះហើយរួចកាលណាបានបន់ព្រះហើយទើបស៊ើបសួរជាខាងក្រោយនោះជាអន្ទាក់ដល់មនុស្សហើយស្ដេចដែលមានប្រាជ្ញាទ្រង់កំចាត់មនុស្សអាក្រក់ចេញហើយឲ្យកង់បញ្ជាន់ស្រូវកិនលើគេវិញ្ញាណរបស់មនុស្សជាចង្គៀងនៃព្រះយេហូវ៉ាក៏ស្ទង់មើលគ្រប់ក្នុងចំណែកនៃរាងកាយសេចក្តីមេត្តានិងសេចក្តីទៀងត្រង់រមែងការពារស្ដេចហើយបល្ល័ង្ករាជទ្រង់ក៏ស្ថិតនៅដោយសារសេចក្តីសប្បុរសដែរកម្លាំងកាយជាសេចក្តីអំនួតរបស់មនុស្សកំឡោះហើយសក់ស្កូវជាគ្រឿងលម្អដល់មនុស្សចាស់ការវាយដោយរំពាត់ឲ្យត្រូវរបួសនោះនឹងសម្អាតអំពើអាក្រក់ចេញហើយការវាយដោយដំបងក៏នឹងចូលទៅដល់ខាងក្នុងខ្លួនដែរសុភាសិតជំពូក21ព្រះទ័យនៃស្ដេចនោះនៅក្នុងព្រះហស្ថព្រះយេហូវ៉ាដូចជាផ្លូវនៃទឹកហូរទាំងឡាយទ្រង់ឲ្យបែរហូរទៅខាងណាក៏តាមតែព្រះハរតីគ្រប់ទាំងផ្លូវរបស់មនុស្សសុទ្ធតែត្រឹមត្រូវនៅផ្នែកខ្លួនតែព្រះយេហូវ៉ាទ្រង់ថ្លឹងចិត្តវិញការដែលប្រព្រឹត្តតាមសេចក្តីសុចរិតនិងសេចក្តីយុត្តិធម៌នោះជាទីគប់ព្រះハរតីដល់ព្រះយេហូវ៉ាជាជាងយ៉ាញ់បូជាទៅទៀតរឹកខ្ពស់និងចិត្តអំនួតគឺចង្គៀងរបស់មនុស្សអាក្រក់នោះហៅថាជាអំពើបាបទាំងអស់គំនិតរបស់មនុស្សឧស្សាហ៍នោះនាំឲ្យបានបរិបូរណ៍ឡើងតែម្យ៉ាងតែអស់អ្នកណាដែលមានចិត្តរលះរលាំងនោះនឹងបានតែសេចក្តីខ្វះខាតវិញការដែលប្រមូលទ្រព្យសម្បត្តិដោយសារអណ្ដាតភូតភរនោះជាចំហាយទឹកទទេដែលផាត់ទៅមកដោយពួកអ្នកដែលរកស្លាប់សេចក្តីច្រឡោតរបស់មនុស្សអាក្រក់នឹងបោសខ្លួនគេចេញទៅដោយព្រោះគេមិនព្រមប្រព្រឹត្តតាមសេចក្តីយុត្តិធម៌សោះផ្លូវរបស់មនុស្សណាដែលផ្ទុកដោយទោសច្រើននោះជាផ្លូវវែងណាស់តែចំណែកមនុស្សសុចរិតវិញការដែលគេប្រព្រឹត្តសុទ្ធតែទៀងត្រង់ស៊ូនៅក្នុងទីគៀនមួយជាជាងនៅក្នុងផ្ទះធំទូលាយជាមួយនឹងស្ត្រីដែលចេះតែរករឿងវិញព្រលឹងនៃមនុស្សអាក្រក់ប្រាថ្នាតែការអាក្រក់ទោះទាំងអ្នកជិតខាងក៏មិនប្រកបដោយគុណអ្នកនោះដែរកាលមនុស្សចំអកមើលងាយត្រូវទោសនោះមនុស្សខ្លៅល្ងង់ក៏មានប្រាជ្ញាឡើងហើយកាលណាមនុស្សមានប្រាជ្ញាបានទទួលសេចក្តីព្រានប្រដៅនោះក៏មានចំណេះឡើងដែរមនុស្សសុចរិតរមែងពិចារណាមើលវងនៃមនុស្សអាក្រក់ឃើញថាគេត្រូវរំលំត្រូវវិនាសបាត់ទៅអ្នកណាដែលចុកត្រចៀកមិនស្ដាប់ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រអ្នកនោះឯងនឹងត្រូវអំពាវនាវដែរតែមិនមានអ្នកណាស្ដាប់ឡើយអំណោយដែលឲ្យដោយស្ងាត់កំបាំងនោះរមែងរងាប់សេចក្តីកំហឹងហើយជំនូនដែលជូនដោយលួចលាក់ក៏បំបត្តិសេចក្តីខូខើដែរការដែលប្រព្រឹត្តដោយយុត្តិធម៌នោះជាសេចក្តីអំណរដល់មនុស្សសុចរិតតែនោះជាសេចក្តីវិនាសដល់មនុស្សដែលប្រព្រឹត្តទុច្ចរិតវិញមនុស្សណាដែលវង្វេងចេញពីផ្លូវនៃប្រាជ្ញានោះនឹងសម្រាកនៅក្នុងចំណោមមនុស្សស្លាប់ហើយឯអ្នកណាដែលចូលចិត្តតែនឹងការលេងសប្បាយនោះនឹងត្រូវជាទាល់ក្រទៅអ្នកណាដែលចូលចិត្តតែស្រាហើយនឹងប្រេងនោះមិនដែលទៅជាអ្នកមានទេមនុស្សអាក្រក់គេសម្រាប់ជាថ្លៃលួសមនុស្សសុចរិតហើយមនុស្សក្បត់ក៏ជំនួសមនុស្សទៀងត្រង់ដែរ
ស៊ូអាស្រ័យនៅក្នុងទីសូន្យស្ងាត់ជាជាងនៅជាមួយនឹងស្ត្រីដែលចេះតែរករឿងហើយអុចអាលវិញមានទ្រព្យវិសេសនិងប្រេងនៅក្នុងទីលំនៅរបស់មនុស្សមានប្រាជ្ញាតែមនុស្សល្ងីល្ងើរមែងលេបលង្ហិនទាំងអស់ទៅអ្នកណាដែលប្រព្រឹត្តតាមសេចក្តីសុចរិតនិងសេចក្តីសប្បុរសនោះរមែងបានជីវិតដីសុចរិតនិងកិត្តិស័ព្ទឯមនុស្សមានប្រាជ្ញាគេឡើងចូលក្នុងទីក្រុងរបស់មនុស្សខ្លាំងពូកែហើយនឹងនាំឲ្យកម្លាំងដែលគេពឹងពាក់ធ្លាក់ចុះវិញអ្នកណាដែលរក្សាមាត់និងអណ្ដាតខ្លួននោះក៏រក្សាប្រលឹងខ្លួនឲ្យរួចពីទុក្ខព្រួយដែរឯមនុស្សអំនួតហើយឆ្មើងឆ្មៃមានឈ្មោះជាអ្នកចំអកគេតែងតែប្រព្រឹត្តដោយសេចក្តីប្រមាថមើលងាយនិងសេចក្តីអំនួតទទេចំណងចិត្តរបស់មនុស្សខ្ជិលច្រអូសនោះរមែងសម្លាប់ខ្លួនវិញត្បិតដៃគេមិនព្រមធ្វើការសោះមានគេដែលលោភលន់រាល់តែថ្ងៃជានិច្ចតែឯមនុស្សសុចរិតគេចែកចាយវិញឥតសំចៃទុកអ្វីឡើយយ៉ាញ់បូជាដែលមនុស្សអាក្រក់ថ្វាយជាទីស្អប់ខ្ពើមហើយចំណងបើកាលណាថ្វាយដោយមានគំនិតអាក្រក់នោះនឹងគួរខ្ពើមជាជាងអំបាលម៉ានទៅទៀតសាក់សីคล้ายៗនឹងត្រូវវិនាសតែអ្នកណាដែលបានឮច្បាស់នឹងធ្វើទីបន្ទាល់ជាប់នៅជាដរាបមនុស្សដែលប្រព្រឹត្តអាក្រក់គេធ្វើទឹកមុខរឹងតែមនុស្សទៀងត្រង់វិញគេខំប្រឹងកែឲ្យផ្លូវខ្លួនបានត្រឹមត្រូវគ្មានប្រាជ្ញាណាគ្មានយោបល់ណាឬការប្រឹក្សាណាដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយគេត្រៀមសេះទុកសម្រាប់ថ្ងៃសឹកសង្គ្រាមតែការដែលមានជ័យជំនះនោះស្រេចនៅព្រះយេហូវ៉ាទេសុភាសិតជំពូក22នាមឈ្មោះល្អនោះគួររើកយកជាជាងទ្រព្យសម្បត្តិយ៉ាងច្រើនហើយចិត្តដែលប្រកបដោយគុណនោះវិសេសជាងប្រាក់និងមាសផងពួកអ្នកមាននិងពួកអ្នកក្រតែងតែប្រទះគ្នាគឺព្រះយេហូវ៉ាដែលទ្រង់បង្កើតគេគ្រប់គ្នាមនុស្សដែលមានគំនិតឆ្លៀវឆ្លាតគេឃើញសេចក្តីអាក្រក់មកក៏ពួនខ្លួនទៅតែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅហើយត្រូវមានទុក្ខផលនៃសេចក្តីសុភាពនិងសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ានោះគឺជាទ្រព្យសម្បត្តិកិត្តិស័ព្ទនិងជីវិតនៅក្នុងផ្លូវរបស់មនុស្សវាចនោះមានសុទ្ធតែបន្លាហើយនឹងអន្ទាក់អ្នកដែលរក្សាប្រលឹងខ្លួននឹងជៀសឆ្ងាយពីនោះចេញចូលបង្ហាត់កូនក្មេងឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្តនោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់មនុស្សអ្នកមានគេគ្រប់គ្រងលើពួកអ្នកក្រហើយអ្នកណាដែលខ្ចីគេជាបាវបម្រើដល់អ្នកដែលឲ្យខ្ចីនោះអ្នកណាដែលសាបព្រោះសេចក្តីទុច្ចរិតនោះនឹងច្រូតបានសេចក្តីទុក្ខព្រួយហើយដំបងនៃសេចក្តីកំហឹងរបស់អ្នកនោះនឹងសាបសូន្យទៅអ្នកណាដែលមើលគេដោយចិត្តល្អនោះនឹងបានពរត្បិតអ្នកនោះរមែងចែកអាហារខ្លួនដល់មនុស្សទល់ក្រចូលបណ្ដេញមនុស្សដែលចំអកមើលងាយនោះសេចក្តីទាស់តែងគ្នានឹងបាត់ទៅសេចក្តីឆ្លោះប្រកែកនិងសេចក្តីថ្មេះតេះដៀលនឹងស្ងប់ទៅដែរឯអ្នកណាដែលស្រឡាញ់សេចក្តីបរិសុទ្ធខាងចិត្តហើយមានបបោរមាត់ប្រកបដោយគុណដ៏ល្អនោះស្ដេចនឹងបានជាមិត្តសម្លាញ់របស់អ្នកនោះព្រះនេត្រនៃព្រះយេហូវ៉ារក្សាទុកនៅតម្រេះតែទ្រង់បំផ្លាញពាក្យសម្ដីរបស់មនុស្សក្បត់វិញមនុស្សខ្ជិលច្រអូសគេថាមានសឹងមួយនៅខាងក្រៅហើយបើខ្ញុំចេញទៅនោះវានឹងសម្លាប់ខ្ញុំនៅនាកណ្ដាលផ្លូវមាត់របស់ស្រីដតី
ជារណ្ដៅយ៉ាងជ្រៅអ្នកណាដែលជាទីស្អប់ខ្ពើមចំពោះព្រះយេហូវ៉ានឹងធ្លាក់ទៅក្នុងរណ្ដៅនោះសេចក្តីចំគួតរមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេងប៉ុន្តែរំពាត់វាយផ្ចាលនឹងបញ្ចេញសេចក្តីនោះឲ្យបាត់ចេញបានអ្នកដែលសង្កត់សង្កិនមនុស្សទាល់ក្រដើម្បីនឹងចម្រើនទ្រព្យសម្បត្តិខ្លួនឡើងហើយអ្នកណាដែលជូនជំនួនដល់អ្នកមាននោះនឹងត្រឡប់ជាខ្វះខាតវិញចូលផ្ទៀងត្រចៀកស្ដាប់ពាក្យសម្ដីនៃមនុស្សដែលមានប្រាជ្ញាហើយផ្ចង់ចិត្តចំពោះតម្រេះរបស់អញចោះត្បិតបើឯងរក្សាទុកសេចក្តីនោះនៅក្នុងខ្លួននោះសប្បាយហើយគឺបើសេចក្តីនោះស្ថិតនៅជាប់នឹងបបោមាត់ឯងអញបានសម្ដែងឲ្យឯងដឹងសេចក្តីនោះនៅថ្ងៃនេះហើយដើម្បីឲ្យឯងបានទុកចិត្តដល់ព្រះយេហូវ៉ាអញបានកំណត់ទុកសេចក្តីដ៏វិសេសសម្រាប់ឯងគឺជាសេចក្តីទូមានហើយនឹងតម្រេះមិនមែនឬប្រយោជន៍ឲ្យឯងបានដឹងថាពាក្យដ៏ពិតទាំងប៉ុន្មានគួរទុកជាប្រកាសហើយដើម្បីឲ្យឯងបាននាំពាក្យដ៏វិសេសនោះត្រឡប់ទៅជូនពួកអ្នកដែលចាត់ឯងមកកុំឲ្យកេងយករបស់មនុស្សក្រដោយព្រោះតែគេក្រឡើយក៏កុំឲ្យសង្កត់សង្កិនមនុស្សវេទនានៅត្រង់ទ្វារក្រុងដែរត្បិតព្រះយេហូវ៉ាទ្រង់នឹងជួយកាត់ក្តីជំនួសអ្នកនោះហើយទ្រង់នឹងរឹបយកជីវិតនៃពួកអ្នកដែលរឹបយករបស់គេដែរកុំឲ្យចងជាមិត្តនឹងមនុស្សណាដែលអាសាខឹងឡើយក៏កុំឲ្យភពប្រសពនឹងមនុស្សមួម៉ៅដែរក្រែងឯងទម្លាប់តាមអំពើរបស់គេហើយគេត្រឡប់ជាអន្ទាក់ដល់ព្រលឹងឯងកុំឲ្យឯងចូលក្នុងពួកអ្នកដែលចាប់ដៃគ្នាឬជាមួយនឹងមនុស្សដែលធានាបំណុលឲ្យគេឡើយបើឯងគ្មានអ្វីនឹងសងគេនោះចង់ឲ្យគេមកកន្ត្រាក់យកគ្រែពីក្រោមឯងទៅធ្វើអីកុំឲ្យបន្ថយគោលចរិតដែលពួកឯកកោឯងបានបោះទុកពីបុរាណឡើយឯងដែលឃើញមនុស្សខ្នះខ្នែងក្នុងការរកស៊ីរបស់ខ្លួនឬអ្នកនោះនឹងបានឈរនៅចំពោះស្ដេចមិនត្រូវឈរនៅចំពោះមនុស្សដែលឥតបណ្ដាស័ក្តិឡើយសុភាសិតជំពូក23កាលណាឯងអង្គុយបរិភោគភោជនាអាហារជាមួយនឹងអ្នកគ្រប់គ្រងនោះត្រូវឲ្យឯងពិចារណាដល់អ្នកដែលអង្គុយនៅខាងមុខឯងចោះបើឯងជាមនុស្សល្មោបខ្លាំងនោះចូលភ្ជាប់កំបិតនៅបំពង់កឯងទៅកុំឲ្យលោភចង់បានឲ្យជារសរបស់គេឡើយត្បិតជារបស់បញ្ឆោតទេកុំឲ្យនឿយហត់ដល់ខ្លួនដើម្បីឲ្យបានជាអ្នកមានឡើយក៏កុំឲ្យប្រើប្រាជ្ញាឲ្យបានមានឡើងដែរតើចង់ភ្ជាប់ភ្នែកតាមរបស់ដែលសោះសូន្យឬត្បិតទ្រព្យសម្បត្តិតែងតែដុះស្លាបជាមិនខានក៏នឹងហើរទៅលើមេឃបែបដូចជាឥន្ទ្រីកុំឲ្យបរិភោគភោជនាអាហាររបស់មនុស្សដែលមានភ្នែកអាក្រក់ឡើយក៏កុំឲ្យប្រាថ្នាចង់បានអាហារមានឲ្យជារសរបស់គេដែរត្បិតគេគិតក្នុងចិត្តយ៉ាងណាគេក៏យ៉ាងនោះដែរគេអញ្ជើញឯងថាពិសាចោះតែចិត្តគេមិនមូលនៅជាមួយនឹងឯងទេអាហារដែលឯងបានបរិភោគចូលទៅនោះនឹងក្អួតមកវិញហើយនឹងបាត់ពាក្យសម្ដីផ្អែមល្ហែមរបស់ឯងទៅកុំឲ្យនិយាយឲ្យមនុស្សល្ងីល្ងើស្ដាប់ឡើយត្បិតវានឹងមើលងាយចំពោះប្រាជ្ញានៃពាក្យសម្ដីឯងកុំឲ្យបន្ថយគោលចរិតពីបុរាណឡើយក៏កុំឲ្យបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរត្បិតអ្នកដែលលុះគេនោះមានកម្លាំងខ្លាំងក៏នឹងកាត់ក្តីគេទាស់នឹងឯងដែរ
ចូលផ្ចង់ចិត្តឯងចំពោះសេចក្តីព្រានប្រដៅហើយផ្ទៀងត្រចៀកចំពោះពាក្យដែលប្រកបដោយតម្រេះចោះកុំឲ្យខាននឹងវាយប្រដៅកូនឡើយត្បិតបើវាយនឹងរំពាត់គង់តែមិនស្លាប់ដែរគឺឯងនឹងគ្រាន់តែវាយដោយរំពាត់ប៉ុណ្ណោះហើយយ៉ាងនោះនឹងជួយប្រលឹងវាឲ្យរួចពីស្ថានឃុំប្រលឹងមនុស្សស្លាប់កូនអើយបើចិត្តឯងប្រកបដោយប្រាជ្ញានោះចិត្តអញនឹងមានសេចក្តីអំណរគឺចិត្តរបស់ឪពុកនេះឯងចិត្តថ្លើមអញនឹងរីករាយឡើងក្នុងកាលដែលបបោមាត់ឯងពោលសេចក្តីដែលត្រឹមត្រូវកុំបើកឲ្យចិត្តច្រណែននឹងមនុស្សមានបាបឡើយចូលឲ្យឯងប្រកបដោយសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាជាដរាបរាល់ថ្ងៃត្បិតនឹងមានរង្វាន់ជាមិនខានហើយសេចក្តីសង្ឃឹមរបស់ឯងនឹងមិនខាតបង់ឡើយកូនអើយចូលប្រុងស្ដាប់ហើយមានប្រាជ្ញាចោះត្រូវឲ្យតម្រង់ចិត្តទៅតាមផ្លូវកុំឲ្យនៅកណ្ដាលពួកអ្នកប្រមឹកស្រាឬក្នុងពួកល្មោបស៊ីឡើយត្បិតមនុស្សប្រមឹកនិងមនុស្សល្មោបនឹងទៅជាក្រហើយសេចក្តីងុយងោកនឹងនាំឲ្យស្លៀកពាក់កណ្ដាចចូលស្ដាប់តាមឪពុកដែលបង្កើតឯងមកហើយកុំឲ្យមើលងាយម្ដាយឯងក្នុងកាលដែលគាត់ចាស់ឡើយចូលទិញសេចក្តីពិតចោះកុំឲ្យលក់ចេញឡើយទាំងប្រាជ្ញាសេចក្តីដំបូលមាននិងយោបល់ផងឪពុកនៃមនុស្សសុចរិតនឹងមានចិត្តរីករាយយ៉ាងខ្លាំងហើយអ្នកណាដែលបង្កើតកូនមានប្រាជ្ញានោះនឹងមានសេចក្តីអំណរដោយសារកូននោះដូច្នេះចូលបើកឱកាសឲ្យឪពុកម្ដាយឯងបានរីករាយចោះហើយឲ្យអ្នកដែលសម្រាលឯងមកនោះមានចិត្តសប្បាយផងកូនអើយចូលប្រគល់ចិត្តឯងមកអញចោះហើយឲ្យភ្នែកឯងពេញចិត្តនឹងអស់ទាំងផ្លូវរបស់អញដែរត្បិតស្រីសំផឹងជារណ្ដៅយ៉ាងជ្រៅហើយស្រីដតីជារំលងដ៏ចង្អៀតគេលោភចាំដូចជាចោរហើយក៏ចម្រើនអ្នកក្បត់នៅក្នុងពួកមនុស្សលោភតើអ្នកណាមានសេចក្តីពិបាកចិត្តតើអ្នកណាកើតទុក្ខព្រួយតើអ្នកណាមានសេចក្តីទាស់តែងគ្នាតើអ្នកណាត្អូញត្អែតើអ្នកណាត្រូវរបួសឥតហេតុតើអ្នកណាមានភ្នែកក្រហមគឺជាពួកអ្នកដែលអង្គុយផឹកស្រាជាយូរគឺពួកអ្នកដែលស្វែងរកស្រាលាយនោះឯងកុំឲ្យមើលស្រាទំពាំងបាយជូរក្នុងកាលដែលមានពណ៌ក្រហមគឺក្នុងកាលដែលព្រួចពពុះនៅក្នុងកែវហើយហូរចុះទៅដោយស្រួលនោះឡើយត្បិតដល់ចុងបំផុតនឹងចឹកដូចជាពស់វិញហើយអុចដូចជាពស់ហនុមានផងភ្នែកឯងនឹងឃើញស្រីដតីហើយចិត្តឯងនឹងពោលសេចក្តីខូចអាក្រក់ដែរឯងនឹងបានដូចជាមនុស្សដែលដេកនៅកណ្ដាលសមុទ្រឬដូចជាមនុស្សដែលដេកនៅលើចុងដងក្តោងឯងនឹងថាគេបានវាយអញតែអញមិនបានឈឺសោះគេបានសំពងអញតែអញមិនដឹងទេតើអញនឹងភ្ញាក់ឡើងវិញដល់កាលណាណអញនឹងទៅផឹកទៀត